សូមគោរពជំរាបសួរប្រិយមិត្តដែលនិយមតាមដានស្ដាប់ព័ត៌មាននិងចំណេះដឹងផ្សេងៗតាមបណ្ដាញសង្គម YouTube ទាំងអស់គ្នាថ្ងៃនេះ Channel ខ្ញុំបាទសូមជូនព័ត៌មានថ្មីមួយក្រោមចំណងជើងថាបានការបំភ្លឺហើយពេលនេះម្ចាស់គណនីដែលបង្ហោះវីដេអូពេលខេត្តរតនគិរីចែកលុយកូនសរុប$50,000នោះបកស្រាយថាលុយនោះមិនពាក់ព័ន្ធទៅនឹងប្រាក់ខែរបស់លោកទេបានមកពីការបាទប្រិយមិត្តរបស់យើងលោកពិតជាបានដឹងហើយថាប៉ុន្មានថ្ងៃនេះពិតជាមានភាពល្បីល្បាញណាស់ដោយមេ PM ខេត្តរតនគិរីមានលុយរាប់$10,000យកមកចែកកូនរបស់លោកដែលគេត្រូវបានគេគិតថាបាទត្រូវបានគេសង្ស័យថាធ្វើបាទមន្ត្រីរូបនេះបាទមានការពុករលួយបាទពុករលួយនឹងលួចកាប់កេងលុយជាតិទៀតផងប៉ុន្តែតាមការបំភ្លឺរបស់មន្ត្រីរូបនេះបានបញ្ជាក់ថាគឺមិនមែននោះទេគឺបានមកពីការលក់កៅស៊ូប៉ុណ្ណោះបាទដូច្នេះកុំឲ្យប្រិយមិត្តរបស់យើងរងចាំយូរអំពីព័ត៌មានមួយនេះសូមមេត្តាជួយ Subscribe និង Like Subscribe រួចហើយកុំភ្លេចចុចនៅសញ្ញាកណ្ដឹងដើម្បីទទួលបាននូវព័ត៌មានក៏ដូចជាចំណេះដឹងថ្មីមុនគេបន្ថែមទៀតអំពី Channel ខ្ញុំបាទបានធ្វើការបំភ្លឺហើយពេលនេះម្ចាស់គណនីដែលបង្ហោះវីដេអូមេ PM ខេត្តរតនគិរីចែកលុយកូនសរុប$50,000នោះបានបកស្រាយថាលុយនោះមិនពាក់ព័ន្ធទៅនឹងរឿងប្រាក់ខែរបស់លោកទេបានគឺបានមកពីបាទប្រិយមិត្តបានជ្រាបកាន់ច្បាស់ហើយរឿងរ៉ាវដែលលោកនាយឧត្តមសេនីយ៍ត្រីគឹមរស្មីមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីដែលបង្ហោះវីដេអូចែកលុយកូនម្នាក់$10,000ណោះយ៉ាងណាមិញតាមរយៈគណនីនេះផងដែរបាទហើយក៏តាមរយៈផ្លូវការរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានសរសេរថានេះគឺជាវគ្គកាន់ប្រកបទៅដោយការឈឺចាប់បាទនេះជាអភិក្រមទី5គឺការវះកាត់ដោយលោកនាយឧត្តមសេនីយ៍គឹមរស្មីមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីដែលបានបង្ហោះវីដេអូចែកចាយកូនចំនួនម្នាក់$10,000ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាត្រាស់បង្គាប់លុបឈ្មោះចេញពីកងយុទ្ធពលខេមរភូមិន្ទបាត់ទៅហើយយ៉ាងណាមិញម្ចាស់គណនីដែលបានបង្ហោះវីដេអូមេ PM ខេត្តរតនគិរីចែកលុយកូនសរុប$50,000បានធ្វើការបកស្រាយថាតាំងពីថ្ងៃទី6មុនពេលដែលដកតំណែងនេះថាលោកនាងខ្ញុំជីយ៉ាងម្ចាស់ account Facebook សូមជម្រាបបកស្រាយជូនបងប្អូននៅក្នុងបណ្ដាញសង្គម Facebook ថារឿងលោកពូគឹមរស្មីចែកថវិកាកូនក្នុងកម្មវិធីខួបកំណើតចៅស្រីនៅយប់ថ្ងៃទី5ខែ2ឆ្នាំ2019នេះរូបគាត់គ្មានបំណងចង់ផ្សព្វផ្សាយឬចង់បង្អួតចេញជាសាធារណៈទេព្រោះកម្មវិធីនេះជាកម្មវិធីតូចតាចលក្ខណៈគ្រួសារប៉ុណ្ណោះហើយថវិកានេះបានមកពីការលក់ជ័រកៅស៊ូព្រោះគាត់មានចំការកៅស៊ូនិងរោងចក្រកែច្នៃជ័រកៅស៊ូរបស់គាត់លុយនេះមិនពាក់ព័ន្ធទៅនឹងលុយប្រាក់ខែឬលុយបត់ល្មើសព្រៃឈើដោយការបកស្រាយរបស់មតិមួយចំនួនក្នុងបណ្ដាញសង្គម Facebook នោះទេនាងខ្ញុំថតវីដេអូរូបនេះបង្ហោះមិនបានសុំការអនុញ្ញាតពីលោកពូជាមុនទេព្រោះនាងខ្ញុំយល់ថាវាជារឿងអបអរសាទរតែបែរជាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោកពូទៅវិញដូចថារឿងថ្មីនេះពិតជាមានការប្លែកមែនទែនដោយមេ PM រូបនេះមានលុយរាប់$10,000ដែលធ្វើឲ្យមហាជនមានការសង្ស័យយ៉ាងខ្លាំងដោយសង្ស័យថាមេ PM រូបនេះមានការកាប់កេងលុយជាតិផងដែរដូច្នេះព័ត៌មាននេះមានប៉ុណ្ណឹងដើម្បីទទួលបាននូវព័ត៌មានថ្មីបន្ថែមទៀតសូមមេត្តាជួយ Subscribe និង Like Channel ខ្ញុំបាទសូមអរគុណនិងសូមគោរពលា